គេសម្លឹងមើលនាងដោយក្តីស្រឡាញ់ដែលមិនអាចឈោងចាប់បានហើយនាងសម្លឹងមើលគេដោយក្តីនឹករលឹកដែលគ្មានថ្ងៃវិលវិញសង្ហាដែលអង្គុយក្បែរនោះបានឃើញរាល់សកម្មភាពនិងក្រសែភ្នែកសម្លឹងមើលគ្នាទៅវិញទៅមករបស់ពួកគេមានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សក្រៅសង្គមដែលកំពុងតែព្យាយាមបំបែកស្នេហាដ៏បរិសុទ្ធមួយទោះបីជាគេមានមាសប្រាក់មានអំណាចមានរូបរាងកាយរបស់អន់នៅក្បែរតែគេបានដឹងច្បាស់ថាគេមិនដែលឈ្នះក្នុងបេះដូងរបស់នាងសូម្បីតែបន្តិចសង្ហាដកដង្ហើមធំយ៉ាងវែងរួចងាកមកចេញអំពីទិដ្ឋភាពដ៏ឈឺចាប់មួយនោះគេមិនអាចទ្រាំសម្លឹងមើលកែវភ្នែករបស់រតនាដែលពោពេញដោយការលះបង់និងកែវភ្នែករបស់អនដែលពោពេញដោយក្តីស្រឡាញ់នោះបានឡើយរំពេចនោះសង្ហាសម្រេចចិត្តក្រាបឡើងភ្ញៀវកិត្តិយសទាំងឡាយក៏ចាប់ផ្ដើមផ្អើលឆោឡោបងសង្ហាបងទៅណាអនសួរទាំងភ្ញាក់ផ្អើលសង្ហាមិនតបនឹងសំណួររបស់អនទេគេគ្រាន់តែសម្លឹងមើលទៅរតនារួចងក់ក្បាលតិចតិចហាក់ដូចជាចង់ប្រាប់ថាឯងឈ្នះហើយគេដើរចេញពីពិធីមង្គលការរបស់ខ្លួនឯងយ៉ាងលឿនសម្ដៅទៅកាន់ទ្វារធំដោយមិនងាកក្រោយឡើយសាលពិធីធំទាំងមូលប្រែជាវឹកវរប៉ុន្តែនៅកណ្ដាលភាពវឹកវរនោះរតនានិងអននៅតែសម្លឹងមើលគ្នាមិនដាក់ភ្នែកចំណងអំបោះសដែលរតនាទើបតែបានចងឲ្យដៃរបស់នាងហាក់ដូចជាចំណងដ៏ពិតប្រាកដដែលផ្សារភ្ជាប់ដួងវិញ្ញាណរបស់ពួកគេទាំងពីរទោះបីជាពួកគេដឹងថាពិភពលោកមួយនេះប្រហែលជាមិនផ្ដល់ឱកាសឲ្យពួកគេអាចកាន់ដៃគ្នាជាសាធារណៈក៏ដោយពួកគេនៅតែសម្លឹងមើលគ្នាសម្លឹងមើលទៅជំរឿចិត្តដែលគ្មាននរណាម្នាក់អាចឈានចូលទៅដល់ភាពវឹកវរនៅក្នុងពិធីមង្គលការក៏បានរលត់ទៅជំនួសមកវិញដោយភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចនៅក្នុងបន្ទប់ទទួលភ្ញៀវនៃភូមិគ្រឹះដ៏ស្កឹមស្កៃមួយផ្កាស្រស់ដែលធ្លាប់តែមានក្លិនក្រអូប